ខ្ញុំគួយនឹកឃើញចង់ធ្វើវីដេអូមួយនេះឡើងវិញព្រោះតែថាទើបតែបានសារវីដេអូកាពីដាលេងចុងឆ្នាំមុននឹងមកវិញព្រោះថាការលើកមុនខ្ញុំកាត់ខ្ញុំអត់បានដាក់ចូលទេតែដោយសារកាពីដាលេងជើងមុនហ្នឹងគឺថាទូរស័ព្ទរបស់ខ្ញុំគឺថាកាំងមែនតើហើយដល់អញ្ចឹងខ្ញុំមានទូរស័ព្ទថ្មីហើយអញ្ចឹងគឺខ្ញុំស្ដាយជាមួយនឹងវីដេអូដែលខ្ញុំបានដាលេងជាមួយនឹងខំគ្រួសារមែនតើអញ្ចឹងខ្ញុំនឹកឃើញថានឹងធ្វើវីដេអូនេះឡើងវិញទុកជាអនុស្សាវរីយ៍ហើយអ្នកទាំងអស់គ្នាដឹងអត់បន្ទាប់ឥឡូវនេះគឺខ្ញុំមានវីដេអូដែលខ្ញុំបានដាលេងជាមួយនឹងគ្រួសារហ្នឹងទុកមើលត្រឡប់មកវិញដោយសារតែពេលខ្លះយើងអត់ចាំថាពេលហ្នឹងយើងទៅកន្លែងណាខ្លះហើយយើងទៅថ្ងៃណាតែការធ្វើវីដេអូគឺអាច record នឹងទុកជាអនុស្សាវរីយ៍របស់យើងបាននៅក្នុងវីដេអូមួយនេះគឺខ្ញុំដើរលេងជាមួយនឹងក្រុមគ្រួសារហ្នឹងជាមួយនឹងម៉ាក់របស់ខ្ញុំទាំងពីរហ្នឹងនៅខែ11ឆ្នាំ2025ហើយដំណើរកម្សាន្តរបស់ពួកយើងគឺទៅកាន់ខេត្តកំពតហើយយើងនឹងឡើងទៅលើភ្នំបូកគោដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាតហើយឥឡូវនេះគឺខ្ញុំបានចាប់បានស្រែកគាត់ថាឃើញអ្នកម្ដាយទាំងពីររបស់ខ្ញុំសើចខ្ញុំញ៉ែសប្បាយចិត្តយ៉ាងគឺមានក្តីសុខមែនតែសំខាន់គឺថាចែងគ្នាណាស់សម្រស់ហើយតែមិនស្អាតទេអង្គុយសិតតែលាបក្រែមថែមម្សៅហើយសម្រាប់ដំណើរកម្សាន្តមួយនេះគឺប្តីរបស់ខ្ញុំគឺជាអ្នកបើកឡានទាំងទៅទាំងមកឡើងលើភ្នំក៏ប្តីរបស់ខ្ញុំក៏ជាអ្នកបើកដែរដោយសារតែខ្ញុំមានជំនាញពេកតែកង់ដៃថ្មីអញ្ចឹងគឺខ្ញុំអត់ទាន់ហ៊ានឡើងទេក៏អរគុណដល់ឡានរបស់ប៉ាដែរដែលបានធ្វើដំណើរទាំងទៅទាំងមកគឺថាសុខសប្បាយដល់ពេលដែលយើងឡើងទៅដល់ខាងលើហើយគឺខ្ញុំជាមួយនឹងម៉ាក់ប៉ាហើយនឹងកូនរបស់ខ្ញុំគឺសុំទឹកមុនព្រះអង្គដែលនៅខាងលើភ្នំហ្នឹងយកមកលុបសុំសេចក្តីសុខសប្បាយសំខាន់គឺទឹកនៅលើភ្នំត្រជាក់មែនតើមកចុងឆ្នាំចេះខែ11ខែ12គឺថាត្រជាក់ល្មមការដើររបស់យើងក៏ស្រួលហើយមេឃក៏ចាប់ផ្ដើមចុះអាប់ខ្លះដែរយើងក៏បានចូលទិញទាដែលគេល្បីឆ្ងាញ់នៅផ្លូវទៅខាងឡើងភ្នំបូកគោយើងហ្នឹងគឺយើងឲ្យគេកាប់ជាមួយនឹងទាហើយយើងមកញ៉ាំនៅក្នុងវត្តហើយបន្ទាប់ពីយើងរៀបចំញ៉ាំហើយហ្នឹងគឺថាមេចុះអាប់មែនតែនហើយយើងក៏បានរៀបចំរបស់របរដែលយើងបានញ៉ាំហើយហ្នឹងយកទៅដាក់ចូលទៅក្នុងធុងសម្រាមពេលដែលពួកខ្ញុំរៀបចំញ៉ាំអីហើយហ្នឹងក៏ពួកខ្ញុំក៏ឆ្លៀតទៅចូលបន់ដែរដោយសារតែថ្ងៃដែលខ្ញុំមកដល់ហ្នឹងគឺបន់កឋិនមហាសាមគ្គីនៅលើវត្តភ្នំសំពៅ5ហ្នឹងតែម្ដងដែលវាគឺជារឿងល្អមែនតែនសម្រាប់ខ្ញុំនិងក្រុមគ្រួសារបានដើរលេងហើយក៏បានឆ្លៀតមកធ្វើបន់ដែរនៅក្នុងពេលនេះម៉ោងប្រហែលជាដូចជា12 1អីហើយគឺពួកខ្ញុំរៀបចំចុះមកវិញហើយប៉ុន្តែនៅឃើញថារឡើងទៅខាងលើបន្តិចព្រោះថាឃើញចុះអាប់អញ្ចឹងគឺថាស្អាតមែនតែនព្រោះថាបើសិនជាយើងចុះទៅវិញពេលដែលចុះអាប់អញ្ចឹងក៏យើងពិបាកមើលផ្លូវដែរអញ្ចឹងក៏ពួកខ្ញុំនៅទៅដើរលេងនៅខាងលើសិនក៏មានកន្លែងថតរូបឲ្យអូនគាត់អង្គុយលេងជាមួយនឹងតងនឹងអញ្ចឹងណាមានកន្លែងថតរូបជាច្រើននៅលើភ្នំបូកគោហ្នឹងគឺខ្ញុំខានទៅយូរហើយតាំងពីអត់ទាន់មានគ្រួសាររហូតដល់មានគ្រួសារទំតែបានមកលេងម្ដងទៀតឥឡូវកំពុងតែកាត់វីដេអូហ្នឹងណាមើលបដាអីបដាមានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងតែនៅលើភ្នំអញ្ចឹងឃើញពពកឃើញមេឃនៅចិត្តយើងហើយគប់ផ្សំជាមួយនឹងអាប់នៅជុំវិញខ្លួនយើងអញ្ចឹងណាហើយខ្យល់និយាយពីថាពីត្រជាក់ខុសពីខ្យល់យើងនៅខាងក្រោមហ្មងហើយមកដល់ខាងលើអញ្ចេះគឺថាដកដង្ហើមស្រួលមែនតែនស័ក្តិសមដែលគេនិយាយថាឋានសួគ៌បូកគោមែនណាបងប្អូនសំខាន់គឺថាយើងដកដង្ហើមស្រួលមែនតែនជាមួយនឹងខ្យល់ត្រជាក់ហើយមកដល់កន្លែងនេះវិញគឺចុះកម្មចរាទៅរកកតុបទឹកទេមុននឹងយើងចុះមកពីលើភ្នំវិញគឺយើងត្រូវចុះកតុបទឹកសិនអញ្ចឹងណាហើយផ្លូវចុះទៅកន្លែងកតុបទឹកក៏ចុះអាប់ដែរបងប្អូនបើនៅខាងក្រៅវីដេអូវិញគឺថាចុះអាប់ច្រើនជាខ្លាំងជាងវីដេអូដែលខ្ញុំថតនេះទៀតហើយការកំសាន្តរយៈពេលមួយយប់មួយថ្ងៃរបស់ពួកយើងក៏មានតែប៉ុណ្្នឹងដែរក៏ជូនពរខ្លួនឯងនិងក្រុមគ្រួសារឲ្យមានសុខភាពល្អហើយឲ្យខ្លួនឯងរកលុយឲ្យបានច្រើនដើម្បីមានដំណើរកំសាន្តបន្តទៀតជាមួយនឹងក្រុមគ្រួសារបាយបាយ